លោកជាអ្នកណានឹងខ្ញុំក៏មិនដឹងថាខ្ញុំធ្វើខុសអីដែរពួកគេចង់តែវាខ្ញុំហេតុអីបានជាអ្នកវាគាត់ខ្ញុំច្រឡំមនុស្សហើយចុះអ្នកចង់វាអ្នកណាឲ្យប្រកាសខ្ញុំក៏មិនដឹងដែរថ្ងៃនេះជាពិធីខួបកំណើតកូនស្រីខ្ញុំតែជាមានគេមកបន្លំរូបថតជុំគ្រួសាររបស់ពួកយើងទៅវិញរូបដែលគេបដូរនឹងក៏ជារូបគ្រួសារលោកដែរតើចាំបាច់ចង់វាចង់សម្លាប់អីដល់ថ្នាក់ហ្នឹងយ៉ាងម៉េចប្រពន្ធនិងកូនស្រីដែលស្លាប់ទៅហើយគ្មានមុខមាត់យកមកបង្ហាញគេទេហ៎ខ្ញុំមិនមានបំណងអញ្ចឹងទេតាមពិតទៅខ្ញុំនៅមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះអតីតប្រពន្ធនិងកូនស្រីច្បងណាស់គ្រាន់តែថ្ងៃនេះមានភ្ញៀវច្រើនខ្ញុំមានអារម្មណ៍ថាដូចជាត្រូវគេលេងមួយក្បាច់ខ្ញុំខ្លាចគ្រប់គ្នាមានគ្រោះថ្នាក់ខ្ញុំថាឯងនឹងហើយជាអ្នកគំរាមកំហែងធំបំផុតអ្នកទៅមុនចុះអរគុណហើយលោកប្រធានហ៊ីវលោកមកចូលរួមពិធីខួបកំណើតកូនស្រីខ្ញុំមែនទេកម្មវិធីមិនទាន់ចាប់ផ្ដើមផងប៉ាមិនបាននេះជំនួយការលោកហ៊ីវហើយអ្នកនាងទេហ៎តើលោកហ៊ីវមានម្ចាស់ចិត្តថ្មីហើយមែនទេខ្ញុំក៏បានឬដែរលោកប្រធានហ៊ីវគូស្នេហ៍របស់លោកក៏មកដែរមែនទេមិនអាចប្រាប់បានទេលោកប្រធានហ៊ីវកម្មបិតដែលខ្ញុំលាក់នៅត្រង់នេះបាត់ទៅណាហើយឆាប់ទៅរកមើលទៅមនុស្សស្រីដែលមកជាមួយគ្នានោះរត់បាត់ហើយឈ្មោះដើមរបស់ខ្ញុំគឺលិនខឺក្រោយពេលលោកយាយរកខ្ញុំយកមកចិញ្ចឹមក៏បដូរឈ្មោះខ្ញុំជាលិនឆៃគាត់ប្រាប់ថាអនាគតរបស់ខ្ញុំគួរតែពោពេញដោយក្តីសង្ឃឹមថ្ងៃនេះគឺជាថ្ងៃបុណ្យខួបរបស់ម៉ាក់កំហឹងរបស់ខ្ញុំចំពោះលិនយ៉ាវសិងបានឡើងដល់កំពូលហើយខ្ញុំចង់លះបង់គ្រប់យ៉ាងដើម្បីសម្រាប់គាត់និងស្រីកំណាន់ម្នាក់នោះសងសឹកឲ្យម៉ាក់ប៉ុន្តែពេលចេញពីបន្ទប់ទឹកខ្ញុំមានវិធីសងសឹកដែលល្អជាងនេះអាឡូលិនឆៃឯងនៅណាកុំបោកបងណាបងទៅរកឯងឥឡូវនេះហើយខ្ញុំនៅផ្ទះតើប្រាកដអត់ចាស់អញ្ចឹងនៅចាំបងនៅផ្ទះណាបងត្រឡប់ទៅវិញឥឡូវហើយចាស់ពិធីសងសឹកលិនយ៉ាវសិងដែលល្អបំផុតមិនមែនស្លាប់ជាមួយគាត់នោះទេតែត្រូវជន់ឈ្លីគាត់ឲ្យធ្លាក់ពីឋានសួគ៌មកនៅអវិជ័យឲ្យគាត់មើលផ្ទាល់ភ្នែកថាមនុស្សដែលគាត់ធ្លាប់មើលងាយជាអ្នកបំផ្លាញគាត់ដោយរបៀបណាមកវិញហើយហេលេងឆៃថ្ងៃក្រោយធ្វើអីត្រូវប្រាប់បងនឹងជួយឯងកុំធ្វើអីល្ងងទៀតអត់មានឬបងនិយាយទេខ្ញុំដឹងហើយឯងចង់សម្លាប់លិនយ៉ាវសិងសងសឹកឲ្យម៉ាក់ឯងប៉ុន្តែដឹងទេថាមនុស្សបែបនោះមិនសមនឹងឯងយកជីវិតទៅបដូរទេហើយជីវិតឯងមិនមែនជារបស់ឯងតែម្នាក់ណាបងជាអ្នករើសឯងមកវិញលោកយាយជាអ្នកចិញ្ចឹមឯងមិនមែនចេះតែចង់បោះបង់ក៏បានទេសុំទោសគិតថាពាក្យសុំទោសមួយម៉ាត់បងនឹងលើកលែងឲ្យមែនទេចោះចង់ឲ្យខ្ញុំធ្វើម៉េចសរសេរលិខិតសារភាពកំហុស1000ពាក្យមកបើថ្ងៃក្រោយហ៊ានធ្វើផ្ដេសផ្ដាស់ទៀតបងនឹងយកលិខិតនេះទៅបិទនៅសាឡាយឲ្យឯងខ្មាស់គេដល់ស្លាប់បងជាបេសាជឺត្រូវហើយបងជាបេសាចឯងធ្លាប់សន្យាថារៀនចប់នឹងរៀបការជាមួយបងបើហ៊ានកុហកឯងងាប់មិនខានបានខ្ញុំទៅសរសេរក៏បានតែបងហាមខឹងណាលើកនេះនាងប្រហែលជាមិនហ៊ានទៀតទេប្រើក្បួនសុនអ៊ូផងមើលទៅនាងច្បាស់ជារកឃើញវិធីផ្សេងដើម្បីចាត់ការលិនយ៉ាវសិងហើយសរសេរចប់ហើយតាមពិតទៅដើម្បីចាត់ការលិនយ៉ាវសិងមានវិធីច្រើនណាស់ទុកឲ្យបងចោះខ្ញុំចង់ចាត់ការគាត់ដោយខ្លួនឯងមុនម៉ាក់ស្លាប់បានប្រាប់ខ្ញុំថាទុនរកស៊ីរបស់លិនយ៉ាវសិងសុទ្ធតែជាលុយខាងម៉ាក់ខ្ញុំឲ្យទេខ្ញុំនឹងយករបស់ទាំងអស់មកវិញយូយ៉ាងឈីវកំពុងលេងល្បិចអីកាលនោះគេចេះតែមករកឯងខ្ញុំស្មានតែគេពេញចិត្តកូនស្រីយើងហើយតែនឹកស្មានមិនដល់គេមានម្ចាស់ចិត្តរួចហើយសោះតើគេចង់ធ្វើអីឲ្យប្រកាសហើយមិត្តស្រីគេនឹងជាអ្នកណាកុំប្រាប់ណាថាជាកូនស្រីត្រកូលសងឈ្មោះសងវីវេនោះឯងទៅស៊ើបមើលខាងត្រកូលសងតិចទៅខ្ញុំចេះតែសង្ស័យថាហ៊ីវយ៉ាងឈីវចូលមកក្បែរខ្ញុំព្រោះតែសង្សារគេនឹងឯងហាប្រធានក្រុមហ៊ុន Lin Group លោកលិនយ៉ាវសិងរៀបចំពិធីខួបកំណើតកូនស្រីយ៉ាងធំអញ្ជើញអ្នកមានមុខមាត់មកចូលរួមធ្វើជាឪពុកល្អណាស់តើប៉ុន្តែលិនយ៉ាវសិងមិនអាចសប្បាយចិត្តបានយូរទៀតទេឆែកសាច់លទ្ធផលប្រឡងអាចឆែកមើលតាមអនឡាញបានហើយចាំមើលសិនសង្ឃឹមថាពួកយើងប្រឡងជាប់ទាំងអស់គ្នាចឹងលើកក្រោយយើងអាចប្រឡងកម្រិតបន្តទៀតបានតោះឆែកមើលព្រះអើយជីបាន100ពិន្ទុអេអញប្រឡងបាន100ពិន្ទុមែននឹងមិនបានទេខ្ញុំត្រូវតែប្រាប់ជំនួយការយ៉ាងអបអសាទរផងប្រឡងបានពិន្ទុពេញតោះទៅអបអរទាំងអស់គ្នាតោះអ្នកនាងសងបើបានមើលព័ត៌មានប្រហែលជាដឹងហើយថាមួយរយៈនេះផ្ទះខ្ញុំស្និទ្ធស្នាលជាមួយត្រកូលហ៊ីវហើយខ្ញុំមកគ្រាន់តែចង់ប្រាប់រឿងនឹងទេហ៎មិនមែនទេខ្ញុំចង់សួរថាតើអ្នកនាងដឹងទេថាសង្សាររបស់លោកហ៊ីវជាអ្នកណាហោះសួរធ្វើអីគឺពួកយើងចង់ដឹងខ្លាំងណាស់អ្នកនាងក៏ដឹងដែរថាហ៊ីវយ៉ាងឈីវមើលមិនឃើញកុំខ្លាំងទេគាត់ចេះតែនាំប្តីខ្ញុំតើវិនិយោគគ្រប់កន្លែងធ្វើឲ្យគេគិតមិនល្អគាត់សំបីតែខ្ញុំក៏មើលមិនឃើញដែរចុះតម្រង់កូនស្រីអ្នកមីងសង្សារលោកហ៊ីវមិនមែនអ្នកនាងទេមិនមែនខ្ញុំទេគឺក្មេងស្រីម្នាក់នោះក្មេងស្រីនាងឈ្មោះអីមុខមាត់មិនដែរអាយុប៉ុន្មានរៀនឬធ្វើការនោះគឺនាងនឹងហើយបាក់អ្នកលេងវីយូឡុងម្នាក់នោះចេះតែមើលមុខខ្ញុំរហូតនាងច្រណែនកូននឹងណាទោះបីអាយុប្រហែលគ្នាតែសម្រាប់កូនគឺជាព្រះនាងតូចដែលមានគេស្រឡាញ់ពេញចិត្តចំណែកនាងវិញគ្រាន់តែជាអ្នកលេងវីយូឡុងតូចតែប៉ុណ្ណោះ
គឺនាងឯងធ្លាប់ជួបនាងអាចរាប់ថាធ្លាប់ជួបម្ដងដែរអ្នកនាងប្រកាសថាជានាងមែនទេជាសង្សារលោកហ៊ូរឿងបែបនេះខ្ញុំបោកអ្នកមីងធ្វើអីអរគុណហើយអ្នកនាងសងខ្ញុំនឹងយកទៅប្រាប់ប្តីខ្ញុំវិញលេងឆៃណការតែងខ្លួនរបស់ហែងពិតជាដូចអ្នកទីក្រុងមែនទែនហើយខ្ញុំផ្លាស់ប្ដូរឯងក៏ផ្លាស់ប្ដូរដែរពុកខួរក្បាលរបស់ហែងកាន់តែអត់បានការជាងមុនទៅទៀតអ្នកមិនទាន់ហៅខ្ញុំទៅផ្ទះផងមកលោឡាអីនៅទីនេះណែស្រែកស្អីហ្នឹងខ្ញុំធ្លាប់ប្រាប់ហើយមែនទេបើធ្វើឲ្យសង្សារខ្ញុំខឹងទៀតខ្ញុំនឹងធ្វើឲ្យត្រកូលសងរលាយខ្ញុំមិនបានធ្វើឲ្យនាងខឹងទេគ្រាន់តែជួបគ្នាក៏ចូលមកសួរសុខមានអ្នកណាចង់សួរសុខទុក្ខនាងទេចេញឲ្យឆ្ងាយទៅលោកតាឈៀវសេនេះជាលោកតារបស់អូនលោកតានេះជាចៅស្រីរបស់លោកឈៀវខុសប៉ុន្តែនាងបដូរឈ្មោះជាលេនខៃហើយលោកតាអាចហៅនាងថាឈៀវសេបានបងទៅយកលោកតាមកពីណាអូនមិនចង់ជួបសាច់ញាតិទេហេចង់ជួបតាលោកតាចៅល្អតាស្មានតែចៅទៅតាមម៉ាក់ចៅបាត់ហើយនឹកស្មានមិនដល់ថាចៅនៅរស់សោះនេះជារបស់ដែលម៉ាក់ចៅទុកឲ្យតាមុនពេលស្លាប់លោកតាមិនបាច់បារម្ភទេខ្ញុំនឹងជួយលេងឆៃយកអ្វីដែលបាត់បង់ត្រឡប់មកវិញមានចៅនៅក្បែរឈៀវសេបែបនេះតាអស់បារម្ភហើយតាគ្មានសំណុំពរអីទេគ្រាន់តែសង្ឃឹមថាឈៀវសេមួយជីវិតនេះអាចរស់នៅដោយរីករាយកុំឲ្យគេធ្វើបាបទៀតលោកតាកុំបារម្ភអីខ្ញុំនឹងមិនដូចអ្នកណាទេតែផ្ញើក្តីសុខនៅលើប្រុសម្នាក់នាងមានសមត្ថភាពអាចរស់នៅដោយខ្លួនឯងបានខ្ញុំគ្រាន់តែជាគ្រឿងផ្សំក្នុងជីវិតរបស់នាងប៉ុណ្ណោះអូនសម្លាញ់សងវីវេនិយាយថាមិនខ្លះនៅចាំបានទេថានៅក្នុងពិធីជប់លៀងមានស្រីម្នាក់លេងវីយូឡុងចាំបានតើចាំបានហើយម៉ាក់ពេលនឹងកូនក៏ប្រាប់ម៉ាក់ដែលថានាងចេះតែសម្លឹងមកពួកយើងត្រូវហើយគឺនាងនឹងហើយជាសង្សាររបស់ហ៊ីវយ៉ាងឈីវមិនក៏អាចទៅរួចសង្ស័យថានាងជាលេនខើព្រោះមុខដូចពេកហើយតែនាងឈ្មោះលេនឆៃតើលេនខៃនាងមិនមែនលេនឆោទេនាងឈ្មោះលេនខៃមកពីជនបទមកពីស្រុកស្រែកូនស្រីច្បងបងតាំងពីតូចដល់ធំមិនដែលទៅស្រុកស្រែណាធ្វើមិននឹងខ្លាចជានាងទៅឬមួយក៏ខ្ញុំមើលច្រឡំអូយប្រកាសជាអូនច្រឡំហើយម្យ៉ាងទៀតទោះបីកូនស្រីច្បងបងមិនទាន់ស្លាប់ក៏មិនអាចខ្លាចជាសង្សារយូយ៉ាងឈីវបានដែរត្រូវហើយយូយ៉ាងឈីវសំបីតែខ្ញុំក៏គាត់មើលមិនឃើញផងចុះគាត់ទៅមើលឃើញលេងខើយ៉ាងម៉េចទៅឈប់និយាយសិនទៅចាំពេលមានឱកាសខ្ញុំនឹងទៅជួបពួកអ្នកម្ដងទៀត